បាទពិតជាសោកស្ដាយមែនទែនសម្រាប់កីឡាករមើលមេឃាដែលបានចាញ់កីឡាករអៀកឡង់បាទការចាញ់នេះគឺជាការចាញ់លើកដំបូងរបស់មើលមេឃាដែលបានក្នុងការចាក់ចាញ់ទៅវិញនៅក្រៅប្រទេសពិតជាសោកស្ដាយមែនទែនសម្រាប់មើលមេឃាបើមើលតាមរូបភាពនៃការវាយក៏មើលតាមវីដេអូនៃការវាយមើលមេឃាពិតជាមានអតិភិបមានន័យថាមានភាគរយឈ្នះច្រើនទៅលើកីឡាករអៀកឡង់ព្រោះមើលមេឃាបានវាយកីឡាករអៀកឡង់រហូតទៅដល់ឈាមដាប់ពេញមុខទ្រាំមែនទែនហើយខ្ញុំមើលមួយជ្រុងទៀតឃើញថាក្នុងការវាយនេះគឺទោះបីជាឈាមពេញមុខមិនក៏ដោយក៏ខាងអញ្ញាកដាគាត់មិនជូតឈាមនឹងចេញដែរគឺវាយទាត់តែចប់ទឹកប៉ុន្តែអ្វីដែលយើងគួរឲ្យសោកស្ដាយគឺនៅពេលដែលចង់ទឹកទី2ទៅហើយដែលកីឡាករមិនមេឃាដូចជាប្រហែសតែបន្តិចទេត្រូវបានកីឡាករអេឡង់ណាធ្វើសម្លាប់ធំតែម្ដងដែលក្រក់មិនរួចតែម្ដងពិតជាសោកស្ដាយមែនទែនបាទគ្រាន់តែខ្ញុំមើលវីដេអូហ្នឹងគឺខ្ញុំមើលហើយមានអារម្មណ៍ថាអូយសោកស្ដាយចំពោះមើលមេឃាមែនទែនដែលវាយើងមើលតាមការវាយរបស់កីឡាករទាំងពីរមានន័យថាកីឡាករអេឡង់មិនមានតិចនិចខ្លាំងក្នុងការអាចយកឈ្នះមើលមេឃានោះទេបើទោះបីជាមើលមេឃាមានទឹកកម្ពស់ទាបជាងក៏ប៉ុន្តែតិចនិចនៃការវាយកម្លាំងនៃការវាយឃើញថាមើលមេឃាគឺមានអត្ថប្រយោជន៍ខ្លាំងជាងក្នុងការវាយឲ្យកីឡាករអេឡង់នឹងសន្លប់គ្រាន់តែចាប់ដើមទឹកទី1ភ្លាមក៏មើលមេឃាបានវេអាចត្រូវមួយកែងធ្វើឲ្យកីឡាកររូបនេះឈាមដាប់ពេញមុខតែម្ដងបាទគឺធ្វើឲ្យអ្នកគ្រប់គ្រងមិនថាទៅនៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជាអ្នកមើលតាមណាផ្ទាល់គឺមានសង្ឃឹមច្រើនមែនទែនអាចសង្ឃឹមទៅដល់70-80% ដែលគិតថាមើលមេឃានឹងឈ្នះការប្រកួតមួយនេះហើយនឹងបន្តទប់នៅកំណត់ត្រាដែលបណ្ដេចាញ់សម្រាប់ការវាយនៅក្រៅប្រទេសប៉ុន្តែសោកស្ដាយនៅពេលដែលចង់ទឹកទី2ដែលធ្វើឲ្យកីឡាករអៀកឡង់បានមានឱកាសក្នុងការឆ្មក់ហើយយើងប្រហែសតែបន្តិចយើងក៏បានសន្លប់នៅក្នុងទឹកទី2តែម្ដងបាទសោកស្ដាយមែនទែនសោកស្ដាយសម្រាប់កីឡាករមើលមេឃាឥឡូវយើងចាំមើលអ៊ុតសេនដាដេតទាំងអស់គ្នាតើសេនដាដេតអាចនឹងយកខ្សែក្រវ៉ាត់ជាមួយនឹងកីឡាករដែលមិនដែលធ្លាប់ចាញ់សោះក្នុងប្រវត្តិសាស្ត្របានដែរទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ